វិធីសាស្ត្រសាមញ្ញ6ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរបរាជ័យឬជោគជ័យគឺស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកផ្ទាល់ក្នុងការជ្រើសរើសមួយណាការបន្តអភិវឌ្ឍខ្លួនឯងគឺជាកត្តាសំខាន់បំផុតក្នុងការបង្កើនភាពជោគជ័យសម្រាប់ជីវិតសូមរីករាយនឹងវិធីសាស្ត្រសាមញ្ញចំនួន6ដែលលោកអ្នកអាចអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើង1ស្វាគមន៍និងទទួលយកការផ្លាស់ប្ដូរដើម្បីទទួលបានការរីកចម្រើនលោកអ្នកមិនអាចបដិសេធឬមិនអាចមិនទទួលស្គាល់ការផ្លាស់ប្ដូរបានឡើយការផ្លាស់ប្ដូរខ្លួនឯងគឺជាវិធីសាស្ត្រចាំបាច់បំផុតដើម្បីទទួលបាននៅអ្វីដែលមាននៅថ្ងៃនេះនិងដើម្បីទទួលបាននៅអ្វីដែលអ្នកចង់បាននៅពេលអនាគតមនុស្សភាគច្រើនមិនចូលចិត្តការផ្លាស់ប្ដូរឡើយហើយថែមទាំងពេញចិត្តជាមួយនឹងអ្វីដែលខ្លួនកំពុងមានកំពុងសុខស្រួលគេនឹងនៅមួយកន្លែងបើគេមិនព្រមបោះមួយជំហានទៀតដើរទៅមុខទេនោះ2បញ្ឈប់ការរកលេសនិងបន្ទោសអ្នកដទៃពេលមានបញ្ហាជាញឹកញាប់មនុស្សតែងតែស្ដីបន្ទោសថាជាកំហុសរបស់នរណាម្នាក់ឬរឿងហេតុការណ៍បរិយាកាសខាងក្រៅខ្លួនឯងឧទាហរណ៍បញ្ហានេះមកពីបុគ្គលិករូបនោះឬមកពីក្រុមហ៊ុនជាដើមឬមកពីបញ្ហាអាកាសធាតុវប្បធម៌គ្មានការទទួលខុសត្រូវមិនត្រូវឲ្យកើតមានឡើយបើអ្នកមានបំណងធ្វើឲ្យខ្លួនឯងរីកចម្រើននោះកុំព្យាយាមបង្អាក់ការរីកចម្រើនរបស់ខ្លួនតាមរយៈការខាតពេលរិះរកការដោះសារស្ដីបន្ទោសឬទម្លាក់កំហុសដាក់អ្នកដទៃវិញនោះការទទួលស្គាល់កំហុសជាឱកាសដើម្បីធ្វើឲ្យអ្នកបានកែប្រែនិងរីកចម្រើនជានិច្ច3ធ្វើជាគំរូល្អសម្រាប់អ្នកដទៃត្រូវធ្វើខ្លួននិងរក្សាខ្លួនជាគំរូសម្រាប់អ្នកដទៃភាពជាគំរូពិតអាចធ្វើឲ្យអ្នកមានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍខ្លួនឯងជានិច្ចហើយថែមទាំងជួយយើងក្នុងការកែលម្អខ្លួនឯងជាប្រចាំយើងអាចចាប់ផ្ដើមពីតូចទៅដោយធ្វើខ្លួនជាគំរូសម្រាប់កូនប្អូនឬសិស្សរបស់អ្នកជាដើមភាពជាគំរូរបស់គេនឹងធ្វើឲ្យអ្នកមានការខិតខំប្រឹងប្រែងនិងបង្កើតនូវការរីកចម្រើនទៅមុខជាដរាប4ការអភ័យទោសការចេះលើកលែងទោសនឹងធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែប្រសើរឡើងជានិច្ចដោយសារជីវិតរបស់មនុស្សមានពេលកំណត់មួយដូចនេះអ្នកមិនគួរចំណាយពេលវេលាទៅប្រកាន់ទោសអូសដំណើរឬចង់គំហឹងជាមួយនឹងអ្នកដទៃឡើយចូលចាំថាអ្នកនឹងគ្មានពេលវេលានិងគិតគូរអំពីសកម្មភាពរីកចម្រើនឡើយបើអ្នករវល់តែដាក់ចិត្តខឹងអ្នកដទៃនោះដោយសារភ្លើងក៏នៅតែបន្តឆេះក្នុងចិត្តរបស់អ្នកជានិច្ចផ្ទុយទៅវិញការប្រកាន់ធម៌អភ័យឲ្យអ្នកដទៃនឹងបង្កើតឲ្យអ្នកមានអារម្មណ៍និងស្មារតីល្អជានិច្ច5រៀនសូត្រដើម្បីក្លាយជាអ្នកស្ដាប់ល្អគ្មានអ្វីត្រូវចម្លែកឡើយដែលមនុស្សត្រូវការស្ដាប់ច្រើនជាងនិយាយត្បិតអីធម្មជាតិផ្ដល់ឲ្យមនុស្សគ្រប់គ្នានៅមាត់តែមួយតែត្រចៀកមានរហូតដល់ទៅ2ចូលស្ដាប់ដោយការយកចិត្តទុកដាក់បំផុតពីព្រោះចំណេះដឹងនិងរឿងល្អជានិច្ចកាលអាចកើតឡើងតាមរយៈការស្ដាប់របស់អ្នកនោះឯងការស្ដាប់បង្កើតឱកាសឲ្យអ្នកបានក្តាប់រាល់ចំណេះដឹងបញ្ហាការប្រឈមឱកាសនិងអាចឈានទៅរកការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតមួយ6
បង្កើតស្នាមញញឹមដល់អ្នកដទៃពេលអ្នកញញឹមពិភពលោកនឹងញញឹមជាមួយនឹងអ្នកប៉ុន្តែពេលអ្នកយំនោះអ្នកនឹងយំតែឯងគឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវចងចាំស្នាមញញឹមនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនអ្នករីករាយជាពិសេសគឺធ្វើឲ្យអារម្មណ៍អ្នករីករាយអារម្មណ៍រីករាយនេះឯងដែលធ្វើឲ្យអ្នកមានកម្លាំងចិត្តដើម្បីបន្តសកម្មភាពឆ្ពោះទៅរកភាពជោគជ័យចូលប្រើប្រាស់ស្នាមញញឹមរបស់អ្នកដើម្បីផ្លាស់ប្ដូរពិភពលោកប៉ុន្តែមិនត្រូវឲ្យពិភពលោកផ្លាស់ប្ដូរស្នាមញញឹមរបស់អ្នកឡើយ។